តបងដែលជាពេលចូលMG 0F2នេះជាវីដេអូពីរបៀបប្រើប្រាស់លើ option ទាំងអស់នៅក្នុង MG 0F2 អញ្ជើញមើលទាំងអស់គ្នាបាទគឺតជាមួយកន្លែងនេះគឺយើងចុចគឺយើងភ្ជាប់ជាមួយនឹងបទជុឬក៏ជំនាញអញ្ចឹងណាបងហើយបងអាចឆ្លាស់ប៉ុសទៅមុខទៅក្រោយឬក៏ចុច scope វាបានបាទហើយមួយទៀតតជាមួយកន្លែងនេះគឺប៊ូតុង Finish នេះបងអាចនេះ free យើង free ខ្យល់កង្ហារវាតិចឬក៏ច្រើនចឹងទៅបងបាទនេះយើង free ស្ថានភាពក្តៅឬក៏ត្រជាក់ប៊ូតុងនេះបិទបាក់ Finish បិទបាក់ AC នេះកម្ដៅមកកៅអីខ្យល់បាញ់មកចំមុខហើយនឹងចំជើងអានេះខ្យល់ Finish ក្នុងឬក៏ខាងក្រៅបងបន្តមកទៀតនេះ Bluetooth បងចុចនេះមកបាយ connect Bluetooth ជាមួយទូរស័ព្ទបងបានណាបងបាទអានេះ Apple CarPlay ជាមួយនឹង Android Auto បងដកខ្សែមកយើងអាចប្រើជា Google Map អីបានអានេះគឺសិនជាដូចគ្នាហើយវិទ្យុជំនាញ USB ពេលបងដល់ USB ហើយបងអាចមើលវីដេអូបានប៉ុន្តែចូលចំណុចនេះវីដេអូនេះមើលបានតែលបឿនក្រោម20 km មួយម៉ោងណាបងហើយតជាមួយ option vehicle នេះអានេះបងបើក auto hold អានេះបិទបើកប្រព័ន្ធទប់នឹងពេលចុះចំណោតអានេះបិទប្រព័ន្ធទប់នឹងពេលផ្លូវល្អបាទហើយតជាមួយនឹង steering នេះប្រែតជាមួយនឹងចង្កូតបងយក comfort នេះវារៀងធូរបន្តិចនេះធម្មតាហើយនឹង sport នេះរៀងតឹងតិចចឹងហើយបងតជាមួយនឹងការ free ចង្កូតហើយ lamp នេះតជាមួយនឹងការបិទបើក follow me home on ឬក៏បិទបើកជាមួយនឹង response mica អញ្ចឹងទៅបាទហើយ convenient នេះតជាមួយនឹងប៊ូតុងលើដៃចង្កូតបងបាទនេះបង free ពេលបងឡុកសៅបងយកឡុកម្ដងទ្វារទាំង4ឬក៏ទ្វារទៅខាងតកង់ទៅមួយវានឹងប្រាប់បងដូចគ្នាstatus នេះទាក់ទងជាមួយនឹងការ set service ឲ្យបងហ្នឹងទៅពេលដែលបងជិះដល់ 10000 គីឡូវានឹង alert ឲ្យបងនៅក្នុងកុងទ័រថាបងដល់គីឡូទៅមកដូរពេងនេះគឺ setting នេះទាក់ទងជាមួយនឹង general ទាក់ទងមួយការ frame ពលឺខ្មៅឬក៏ auto ពលឺចឹងទៅបាទនេះទាក់ទងមួយការ frame ភាសាការ frame ម៉ោងហើយនេះការ frame ថ្ងៃខែបាទហើយទៅតងជាមួយនឹងនេះទៅតងមួយការ frame គីឡូម៉ែត្របងចង់បានជាគីឡូម៉ែត្រក៏បានជាម៉ៃក៏បានបាទនេះទៅតងជាមួយនឹងសម្ពាធកង់បើថាសម្ពាធកង់យើងអាចកំណត់បានជាបាជាគីឡូប៉ាស្កាឬក៏ PSI តាមដែលបងកំណត់ណាបងបាទអានេះ Bluetooth មិនទេអានេះទៅតងជាមួយនឹងសំឡេងបងអាច frame បិទបើកសំឡេងចង់បើថាចង់បានតិចចង់បានច្រើនទៅតងជាមួយនឹង signal ឬខ្លាំងអត់អីអត់ហ្នឹងបងឲ្យមើលក្នុងនេះបានវាមានដាក់អក្សរជូនណាបងបាទនេះ media ចឹងទៅបាទហើយតមួយទៀតកន្លែងនេះគឺតមួយការ frame ជំនាញបងចុច custom នឹងមករហូតបងចង់បានបាសរៀងបុករៀងអីចឹងបងអាច frame តាមនឹងអញ្ចឹងណាបងតម្លៃតម្លាក់តាមចំណងចិត្តបងចឹងទៅបាទ sound stage នេះតទៅជាមួយនឹងការ frame សំឡេងនេះគ្នាឧទាហរណ៍បងចង់ឲ្យលឺនៅកៅអីខាងមុខខាងស្ដាំខ្ញុំបងពីនេះមកខាងមុខខាងស្ដាំមកចង់សំឡេងហ្នឹងគឺលឺថាខាងមុខខាងស្ដាំទេបើយើងដាក់កដាចេះវាលឺទាំង4អញ្ចឹងណាបងបាទ system នេះអត់មានអីទេបងគ្រាន់តែវាប្រាប់ពី version LAN អញ្ចឹងណាបងបាទបងហើយមួយទៀតទៅជាមួយនឹងប៊ូតុងទាំងអស់នេះវាស្តៀងគ្នាជាមួយនឹងខាងក្នុងដែរបើបងចូលជំនាញនេះមានន័យថាដល់ពេលបងភ្ជាប់ Bluetooth ហើយបងអាចចាក់ជំនាញពី Bluetooth ក៏បានពី USB ក៏បានជំនាញបងអាច connect មួយ USB ខាងក្រោមនេះទៅយើងចាក់ហ្មងក៏បានដែរមិនចាំដល់ USB ទេបើបងយកកន្លែងនេះណាបងបាទហើយតង់មួយហុកឡាននេះបងវាជា shortcut មួយបងចូលមកចូល driving នេះបងអាច free កូដធូរល្មមឬក៏តឹងចឹងបានទៅ call នេះតទៅជាមួយនឹងការ connect Bluetooth ហើយបងអាចទេទូរស័ព្ទពីក្នុងអេក្រង់ឡាននេះបានយើងបាច់ព្យាពីទូរស័ព្ទពេលបាននេះប៊ូតុងនេះបិទបើក Finish អានេះបើកកម្ដៅកញ្ចក់ខាងមុខកម្ដៅកញ្ចក់ខាងក្រោយពេលមេឃភ្លៀងណាបងអានេះសញ្ញាសុំផ្លូវ50អានេះប៊ូតុង Back Home អានេះបន្ថយនិងបន្ថែមសំឡេងបាទបងហើយទៅលើអេក្រង់នេះវិញណាយើងបញ្ជាលើនេះបងដល់បងជួយអានេះមួយមកនេះវានឹងចេញនៅហូបទាំងហុកឡាននេះមកបាទអញ្ចឹងបងចុចសញ្ញាព្រួយឡើងលើចុះក្រោមនេះមកនេះបងវានឹងប្រាប់បងពី function មួយចំនួនដូចជានេះគេហៅថា trip របស់បងជិះពីកន្លែងហ្នឹងទៅកន្លែងទៀតម៉ានគីឡូម៉ាននាទីលបឿនម៉ានអីម៉ានវាប្រាប់បងលើនេះទាំងអស់បងមកក្រោមទៀតអានឹងបូកតពី trip មិញមកបាទអូខេនេះ background បងចុចសញ្ញាព្រួយនេះមកមុខមកស្ដាំទៀតមកវាប្រាប់បងពីនេះកន្លែង frame ពលឺក្នុងកុងទ័រទៅជាមួយនេះការកំណត់លបឿន រហូតបង
ចង់កំណត់ឲ្យវាដល់ឧទាហរណ៍ថាឥឡូវវាជិះដល់ត្រឹម100 គីឡូម៉ែត្រក្នុង1ម៉ោងចុះអញ្ចឹងដល់ពេលដល់100បងស្លេចដល់100នេះមកបងចុចអូខេមួយពេលអញ្ចឹងបានថាពេលយើងជិះដល់100 គីឡូម៉ែត្រក្នុង1ម៉ោងវានឹង alert ថាបងជិះហួសល្បឿនដែលបងកំណត់ហើយប៉ុន្តែបងនៅតែអាចជន់បានលើស100ទៀតអញ្ចឹងណាបងបាទបងចុចសញ្ញាព្រួយនេះមកមុខទៀតទៅតូនជាមួយនឹងអានេះវាលោតសញ្ញាទៀតមែនប៉ុន្តែវាគ្រាន់តែប្រាប់បងថាអាហ្នឹងសាំងសតិចឬក៏ធូបកង់ឯងវានឹងប្រាប់បងដូចគ្នាទាំងអស់អញ្ចឹងណាបងបាទហើយមកដល់កន្លែងហ្នឹងហើយបងចុចសញ្ញានេះបងមកខំឬក៏ឡើងលើទៀតណាវានឹងប្រាប់ពីសម្ពាធខ្យល់ក្នុងកង់បងសល់ប្រហែលបារឬក៏ PSI អញ្ចឹងទៅបងបាទហើយទៅតូនជាមួយនឹងប៊ូតុងមួយនេះពេលបងចុចទៅវាចូល shortcut ទៅខាងម៉ាស៊ីនត្រជាក់អញ្ចឹងពេលម៉ាស៊ីនត្រជាក់បងប្រើចុច shortcut ហ្នឹងហើយបងអាច free អានេះបានអានេះបងចុចឡើងលើទៅវាថែមខ្យល់ម៉ាស៊ីនត្រជាក់បងបានវាយើងឲ្យក្តៅឬក៏ត្រជាក់តែបើបងចុចសញ្ញាឆ្វេងស្ដាំនេះវានឹងបន្ថែមជាមួយនឹងខ្យល់កង្ហារវាតិចឬខ្លាំងចឹងទៅបាទហើយប៊ូតុងមួយនេះគឺយើងប្រើដើម្បី set ល្បឿន cruise control បងឧទាហរណ៍បងជាន់ដល់20ដល់30សំទោសចាប់ពីល្បឿនវាធ្វើការចាប់ពី35ឡើងអញ្ចឹងដល់ពេលដែលបងជាន់ពី35ឡើងទៅដល់បងចង់កំណត់នៅ70 80អញ្ចឹងទៅបងអាចកំណត់ល្បឿនថេបានជាអូខេមួយមកអាហ្នឹងវា set 80ឬក៏70តាមអ្វីដែលបងកំណត់ណាបងបាទហើយនេះតើតូនជាមួយនឹងចង្កឹះលេខពេលដែលបងដាក់លេខបងច្រវាច់ប៊ូតុងវាខាងមុខនេះមួយមកបងទាញមកត្រង់រហូតអានឹងចូលលេខក្នុងលេខ D បងទះមកខាងស្ដាំវានឹងចូលលេខ E អានឹងវាចូល Eco Mode បងនេះវា load លើ Eco Mode ហើយនេះជូនបងមួយហើយបន្តមកទៀតបងហុញទៅមុខវានឹងចូលដល់លេខដៃបងបានថាវាមាន8វគ្គលេខដៃឧទាហរណ៍នេះហុញទៅមុខមួយមិញណាបងវាចូលដល់លេខ1ដូចអ្វីដែលបងបានឃើញនេះអញ្ចឹងដល់ពេលដែលយើងថែមល្បឿនទៀតយើងបុកលេខចូលទៅទៀតមានលេខ2ទី3អញ្ចឹងទៅពេលយើងចង់សាំងយើងទាញមកក្រោយគេមួយមកវាសាំងលេខតាមដូចលេខចំដូចម៉ូតូអាសាំងយើងអញ្ចឹងណាបង